Ok, đây nè, cái này và cùng một kênh channel và dùng bạn buồn Việt Nam bằng tí đấy hay ngày nay hôm nay mình video thay nhưng bây mình chạy đâm lên cái đôi chia bóng hai nhưng vì xem một telegram mùi crop chẳng hạn cái này hay muốn chơi draw video complete chui like subscribe cái đôi chia nhà kênh đăng lên channel và dùng mình đẹp mùi phong nhưng bây giờ tuần video thay bị nhom tiệt chẳng hạn này cái này để sao tại mình đẹp comment xuống trang làm mình tên thà vị thi thời tray cái năng lực biệt mà chẳng hạnហើយគឺងាយខ្លាំងមែនតើវិធីធ្វើត្រីកាច់តែអ្នកគ្នាកុំភ្លេចជួយចុច like subscribe ក៏ដូចជាជាវទៅលើ channel របស់ខ្ញុំម្នាក់មួយផងនឹងឲ្យគ្នាបាទអូខេថ្ងៃនេះបងខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរបៀបធ្វើឲ្យត្រីវិញ្ញាណនេះកាច់ហើយទី1នោះគឺគួរតែដាក់វានៅកន្លែងងងឹតហើយវាចិនស៊ីចំណីបានគ្រប់គ្រាន់ហើយមួយទៀតអ្នកគ្នាសាព្យាយាមដូរទឹកវា3ថ្ងៃម្ដងឬក៏មួយអាទិត្យម្ដងមកជាមួយនឹងចំណីអ្នកគ្នាកុំឲ្យវាស៊ីចំណីប្រភេទចំណីងាប់អីគឺវាអត់ជំនួយដល់ត្រីក្រឹមយើងទេបាទគឺឲ្យវាស៊ីប្រភេទចំណីរស់បាទគ្នាយើងដូចជាតកៅទឹកនិងចៃទឹកអីចឹងណាគ្នាយើងដែលមានចលែនក្រហមចលែនអីទៀតអ្នកគ្នាដាក់វាស៊ីបានហ្នឹងហើយអ្នកគ្នារសាយវាស៊ីចំណីរស់បានច្រើនបាទហើយរសាក្នុងមួយអាទិត្យអ្នកគ្នាដូរទឹកវាម្ដងហ្នឹងអ្នកគ្នាគួរតែធ្វើការដាក់វាទឹកឆាត់បាទទឹកឆាត់ម្ដងក្នុងមួយអាទិត្យហើយដូរម្ដងទៀតអ្នកគ្នាគួរតែបដូរមកដាក់ទឹកធម្មតាវិញតែអ្នកគ្នាកុំភ្លេចដាក់អំបិលផងដើម្បីឲ្យវាហ្នឹងគឺជំនួយទៅដល់វាបាទទឹកអំបិលគឺវាអាចកាត់ព្យាបាលមេរោគច្រើនដូចជាបាក់តេរីនៅក្នុងទឹកហ្នឹងគឺបានច្រើនខ្លាំងមែនតើអញ្ចឹងអ្នកគ្នាគួរតែយកចិត្តទុកដាក់ក៏ដូចជាការមើលថែត្រីក្រឹមហ្នឹងអ្នកគ្នាត្រូវមានពេលវេលាវាយ៉ាងតិចណាស់1ម៉ោងអ្នកគ្នាបាទហើយបើសិនអ្នកគ្នាចង់ឲ្យត្រីកាច់អួតអ្នកគ្នាមិនឡើងថាចិញ្ចឹមមិនមែនខំណាអ្នកគ្នាគ្រាន់ចិញ្ចឹមទុកមើលសម្រាប់វាលេងទៅតែអ្នកគ្នារក្សាពេលវេលាវាឲ្យបានឆ្លៀតនៅក្នុងមួយថ្ងៃយ៉ាងហោចណាស់វាអួតឲ្យបាន3ដងអ្នកគ្នាក្នុងមួយដង2នាទីឬទៅ3នាទីដើម្បីកុំឲ្យវាគាំងសរសៃរបស់វាឲ្យវាមានភាពស្វាហាប់នៅក្នុងការអួតដើម្បីវាកុំឲ្យវា stress គ្នាយើងបាទហើយសារដាក់វាឲ្យប្រហែលលេងជាមួយនឹងការកូរទឹកវាបាទកូរទឹកដូចជាសីវាប្រហាត់វាតិចតួចហើយអ្នកគ្នាគួរតែរក្សាពេលវេលាវាបានល្អយប់ឡើងគួរតែដាក់វាកន្លែងងងឹតឲ្យវាដេកបានគ្រប់គ្រាន់បាទនៅពេលយប់បើសិនអ្នកគ្នាដាក់វាកន្លែងភ្លឺគឺវាអត់បានដេកគឺត្រីគឺវាកាយទេអញ្ចឹងអ្នកគ្នារក្សាជាមួយនឹងការពេលវេលាថែទាំត្រីរបស់អ្នកគ្នាបានច្រើនមកឆ្លៀតពេលវេលាបានគឺឆ្លៀតតែអ្នកគ្នាឆ្លៀតបានទេអ្នកគ្នាយល់ល្អគឺកុំចាំគ្នាអីបាទគឺថាចាំដូចធ្វើបានគ្នាវិញទេអញ្ចឹងអ្នកគ្នាគួរតែឆ្លៀតពេលវេលាបន្តិចបន្តួចនៅក្នុងការថែត្រីក្រឹមនឹងឲ្យបានច្រើនមែនតើដើម្បីជួយទៅដល់កម្លាំងរបស់វាបើសិនយើងអត់ឆ្លៀតពេលវេលាទេយើងចាំមើលទៅគឺលក្ខណៈថាវាមិនមែនចាំដើម្បីឲ្យវារស់រៀនមានជីវិតស្រស់ស្អាតទេគឺយើងដូចជាយកវាមកសម្លាប់ចឹងណាគ្នាហើយអ្នកគ្នាមើលបានបាទត្រីរបស់ខ្ញុំគឺមួយគឺអួតយកគឺអត់មាន slot អីមួយទេបាទតែនេះដោយសារតែយប់ហើយចឹងហើយគឺវាមិនសូវជាបើកអួតកាចអីណាស់ណាប្រហែលទេបាទដោយសារតែឥឡូវនេះខ្ញុំមិនសូវជាមានពេលវេលាក្នុងការធ្វើវីដេអូអ្នកគ្នាទស្សនាទេហ្នឹងហើយខ្ញុំមានពេលវេលាថតឲ្យអ្នកគ្នាមើលម្ដងគឺបើខ្ញុំមានពេលវេលាបាទខ្ញុំអាចធ្វើវីដេអូឲ្យអ្នកគ្នាទស្សនាតែបើអត់មានទេក៏ខ្ញុំអត់បានធ្វើវីដេអូឲ្យអ្នកគ្នាទស្សនាដែរហើយមួយទៀតហ្នឹងហើយគ្នាយើងគឺត្រីរបស់ខ្ញុំគឺមានតែ4ក្បាលទេបាទពេលនេះគឺខ្ញុំចាំតិចក្រោយមែនតើដោយសារខ្ញុំអត់សូវមានពេលវេលាមើលថែវាប្រហែលទេអញ្ចឹងក៏ខ្ញុំចាំតែ4ក្បាលទេអញ្ចឹងអ្នកគ្នាដែលតាក់ទងចង់ទិញចង់អីគឺខ្ញុំលែងលក់ហើយហ្នឹងហើយគ្នាយើងមកខ្សែខ្ញុំអស់ត្រីលក់ហើយចាំមើលនៅថ្ងៃណាដែលខ្ញុំបានធ្វើការយកត្រីចូលមកវិញខ្ញុំនឹងធ្វើការលក់បន្តទៀតតែឥឡូវគឺខ្ញុំឈប់លក់ហើយណៃអ្នកគ្នាគឺនៅក្នុងការថែត្រីក្រឹមរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើអ្នកគ្នាចូលចិត្តកុំភ្លេចជួយចុច like subscribe ក៏ដូចជាសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីពី channel របស់ខ្ញុំបាទព័ន្ធមេតាមម្ដងទៀតអូខេហ្នឹងហើយអ្នកទាំងអស់គ្នាបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ